ព្រះបន្ទូលប្រចាំថ្ងៃសុភាសិតជំពូកទី31ឯពាក្យទាំងនេះគឺជាព្រះបន្ទូលរបស់ស្ដេចលេបយូលជាសេចក្តីទំនាយដែលព្រះមេដាទ្រង់បានបង្រៀនទ្រង់ទុកម៉េចកូនអើយម៉េចកូនដែលកើតពីផ្ទៃអញអើយអោកូននៃបំណន់អញអើយតើត្រូវឲ្យអញប្រាប់ឯងដូចម្ដេចគឺកុំឲ្យបងកម្លាំងឯងប្រគល់ពួកស្រីឬអំពើឯងដល់ការដែលបំផ្លាញពួកស្ដេចឡើយអោលេបយួលអើយមិនគួរឲ្យពួកស្ដេចបានសោយស្រាទំពាំងបាយជូរគឺមិនគួរសោះឡើយក៏មិនគួរឲ្យអ្នកដែលជាកំពូលប្រាថ្នាគ្រឿងស្រវឹងដែលក្រែងផឹកទៅហើយនោះផ្លិចបញ្ញត្តិច្បាប់ហើយបង្វែរសេចក្តីយុត្តិធម៌ពីមនុស្សដែលកើតទុក្ខវេទនាចេញចូលឲ្យគ្រឿងស្រវឹងដល់អ្នកណាដែលហៀបនឹងវិនាសទៅហើយស្រាទំពាំងបាយជូរដល់អ្នកណាដែលមានចិត្តជូរល្វីងវិញឲ្យគេផឹកចុះដើម្បីឲ្យបានផ្លេចសេចក្តីកំសត់ទុរគតរបស់គេឥតនឹកចាំពីទុក្ខលំបាករបស់ខ្លួនតទៅទៀតចូលបើកមាត់និយាយជំនួសមនុស្សគោក្នុងរឿងក្តីរបស់ពួកអ្នកដែលឥតមានអ្នកណាជួយចូលបើកមាត់វិនិច្ឆ័យតាមសេចក្តីសុចរិតហើយសម្រេចសេចក្តីយុត្តិធម៌ដល់មនុស្សកំសត់ទុរគតនិងមនុស្សក្រលំបាកដែរឯស្ត្រីគ្រប់លក្ខតើអ្នកណានឹងរកបានត្បិតស្ត្រីយ៉ាងនោះមានតម្លៃជិះជាងត្បូងទទឹមទៅទៀតប្តីនាងនឹងទុកចិត្តចំពោះនាងហើយមិនត្រូវខ្វះខាតអ្វីឡើយនាងនឹងធ្វើឲ្យប្តីបានសេចក្តីល្អមិនមែនការអាក្រក់ឡើយរហូតដល់អស់មួយជីវិតនាងរករោមជាមនិងក្លូតទេសក៏ធ្វើការដោយដៃយ៉ាងច្បាស់យ៉ាងស្ម័គ្រពីចិត្តនាងធៀបដូចជានាវាដឹកទំនិញគឺនាងនាំយកអាហារមកពីទីឆ្ងាយនាងក្រោកពីដេកតាំងពីនៅងងឹតនៅឡើយក៏ចាត់ចែងអាហារឲ្យពួកផ្ទះហើយបង្គាប់ការដែលពួកបាវស្រីទាំងប៉ុន្មាននាងពិចារណាមើលចំការមួយហើយក៏ទិញទុករួចយកផលនៃស្នាដៃនាងទៅដាំដំណាំទំពាំងបាយជូរនាងទម្លាក់ចង្កេះឲ្យមានកម្លាំងហើយឲ្យដៃបានខ្លាំងឡើងដែរនាងឃើញថាទំនិញរបស់នាងសិតតែមានតម្លៃហើយយប់ចង្គៀងនាងមិនរលត់ទេនាងចាប់យកហុងហើយម្រាមដៃក៏កាន់ខ្នានាងឈោងដៃដល់មនុស្សកំសត់ទុរគតនាងហុចដៃទៅជួយមនុស្សក្រលំបាកផងចំណែកពួកផ្ទះនាងនោះនាងមិនខ្លាចចំពោះហេមៈទេត្បិតគេសុទ្ធតែស្លៀកសម្លៀកបំពាក់សខ្លាតពណ៌ក្រហមនាងត្បាញសម្ពុតដណ្ដប់ខ្លួនសម្លៀកបំពាក់របស់នាងសុទ្ធតែធ្វើពីសម្ពុតក្លូតទេសយ៉ាងម៉ត់មានពណ៌ស្វាយកាលណាប្តីនាងទៅអង្គុយត្រង់ទ្វារក្រុងក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុកនោះគេក៏ស្គាល់រាប់អានគាត់ដែរនាងក៏ធ្វើអាវក្លូតទេសសម្រាប់លក់ហើយធ្វើខ្សែក្រវ៉ាត់ឲ្យដល់អ្នកជំនួញនាងមានកម្លាំងនិងលំអជាគ្រឿងអំពរក៏នឹកស្ញើពីហេតុ
ណាដែលកើតមកនៅខាងមុខនាងពោលដោយប្រាជ្ញាហើយនៅអណ្ដាតនាងមានសេចក្តីសប្បុរសនាងថែមើលអស់ទាំងផ្លូវរបស់ពួកផ្ទះនាងយ៉ាងល្អឥតដែលបរិភោគអាហារដោយសេចក្តីកំចិលឡើយកូនរបស់នាងទាំងប៉ុន្មានក្រោកឈរឡើងគោរពដល់ម្ដាយជាថាជាអ្នកមានពរប្តីក៏ក្រោកឈរឡើងសរសើរនាងដែលថាមានស្រីជាច្រើនបានប្រព្រឹត្តដោយគ្រប់លក្ខតែនាងបានវិសេសលើសជាងគេទាំងអស់រូបឆោមឆាយជាសេចក្តីបញ្ឆោតហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរតែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ានោះនឹងមានគេសរសើរវិញចូលថ្លែងពីផលដែលដៃនាងបានបង្កើតហើយទុកឲ្យស្នាដៃរបស់នាងបានជាទីសរសើរដល់នាងនៅទ្វារក្រុងចុះអាមែន